លោកបងគោតើបងមានដឹងពីអត្ថន័យនៃជីវិតទេអូយើងមិនដឹងទេបងដឹងទេថាអ្វីជាអត្ថន័យនៃជីវិតទៅអត្ថន័យនៃជីវិតគឺការមានអំណាចនឹងហើយខ្ញុំគិតថាមិនទាន់សមស្របនោះទេអូការពិតឯងមហោចម្លើយទេអីយ៉ាងម៉េចតើបងដឹងមែនទេត្រូវហើយយើងច្បាស់ជាដឹងហើយចម្លើយនោះគឺងាយស្រួលបំផុតរឿងតម្លៃនៃជីវិតមានរឿងមួយដំណាលថាមានគ្រួសារស្រមោចមួយដោយស្រមោចជាប្តីជាអ្នករកចំណីដើម្បីផ្គត់ផ្គង់គ្រួសារមួយថ្ងៃស្រមោចដែលជាប្តីរកចំណីដោយពិបាកខ្លាំងណាស់ហើយជីវិតនេះមិនក៏លំបាកយ៉ាងនេះតើខ្ញុំទៅរស់បែបនេះរហូតឬបងខ្ញុំពិតជាអាណិតបងណាស់តែខ្ញុំមិនដឹងថាជួយបងយ៉ាងម៉េចទេ មិនអីទេព្រោះនេះជាភារកិច្ចរបស់បងត្រូវទៅរកចំណីដើម្បីចិញ្ចឹមគ្រួសារយើង ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលមេបងជាប្តីពុកតើថ្ងៃនេះពុករកបានអីខ្លះដែរ ពុករកបានពោតនិងគ្រាប់ធញ្ញជាតិមួយចំនួនដែរ អូយពិតជាល្អណាស់សុទ្ធតែចំណីដែលកូនចូលចិត្តថ្ងៃក្រោយពុករកឲ្យបានច្រើនបានទេកូនមិនដឹងទេពុកឯងត្រូវផ្សងគ្រោះថ្នាក់ណាស់តម្រាំតែរកបានមិនមែនជារឿងងាយទេអញ្ចឹងមានន័យថារបស់ទាំងនេះពុករកបានសុទ្ធតែប្រថុយគ្រោះថ្នាក់មែនទេពិតមែនហើយកូន មិនអីទេពុកនឹងព្យាយាមរកដើម្បីកូនថ្ងៃមួយស្រមោចដែលជាប្តីបានធ្វើដំណើរទៅរកចំណីហើយគេបានងើយមើលទៅព្រះអាទិត្យខ្ញុំមិនយល់ពីអត្ថន័យនៃជីវិតសោះមិនដឹងថាមានន័យដូចម្ដេចទេឯងចង់ដឹងពីអត្ថន័យនៃជីវិតមែនទេបាទត្រូវហើយខ្ញុំចង់ដឹងណាស់បើឯងចង់ដឹងឯងឆាប់ទៅរកចម្លើយទៅតើចម្លើយនៅឯណាទៅណែមិនបានជាមិនឆ្លើយអញ្ចឹងខ្ញុំត្រូវរកចម្លើយនៅឯណាទៅខ្ញុំត្រូវទៅរកចម្លើយឲ្យបានស្រមោចបានដើររកចម្លើយគេបានជួបនឹងគោព្រៃលោកបងគោតើបងមានដឹងពីអត្ថន័យនៃជីវិតទេអត្ថន័យនៃជីវិតមែនទេអឺអត្ថន័យនៃជីវិតអូយើងមិនដឹងទេអូលោកបងមិនដឹងទេខ្ញុំកំពុងតែរកចម្លើយឯងរកចម្លើយធ្វើអីតើវាបានប្រយោជន៍អ្វីទៅវាច្បាស់ជាមានប្រយោជន៍ហើយកាលណាយើងដឹងពីវានោះយើងនឹងរស់នៅសុខស្រួលអូឯងរកចម្លើយនេះគឺដើម្បីរស់នៅសុខស្រួលមែនទេពិតជាចម្លែកមែនហើយខ្ញុំនិយាយជាមួយបងមិនចូលគ្នាសោះណាហើយខ្ញុំទៅមុខទៀតហើយទៅចុះសូមឲ្យបានសុខណាស្រមោចបានធ្វើដំណើរទៅមុខទៀតគេបានជួបនឹងរាជសីហ៍ល្អណាស់ដែលបានជួបនឹងបងគឺជាសត្វដែលមានអំណាចជាងគេតើបងដឹងទេថាអ្វីជាអត្ថន័យនៃជីវិតទៅអត្ថន័យនៃជីវិតគឺការមានអំណាចនឹងហើយកាលណាយើងមានអំណាចនោះយើងគឺខ្លាំងជាងគេនេះជាចម្លើយរបស់បងតែខ្ញុំគិតថាมันទាន់សមស្របនោះទេឯងមិនយល់ស្របនឹងចម្លើយរបស់យើងតើចម្លើយរបស់ឯងគឺជាអ្វីទៅខ្ញុំគ្មានចម្លើយទេខ្ញុំកំពុងតែដើររកចម្លើយបើចឹងឯងឆាប់ទៅរកចម្លើយទៅបើដឹងចម្លើយឯងជួយប្រាប់យើងវិញផងបាទបងចឹងខ្ញុំទៅហើយស្រមោចបានទៅរកចម្លើយបន្តទៀតគេបានជួបនឹងជ្រូកព្រៃមួយក្បាលអើសមោចទូចហើយឯងទៅណាមកណានឹងខ្ញុំកំពុងតែដើររកចម្លើយអត្ថន័យនៃជីវិតអូ
ការពិតឯងមកហៅចម្លើយទេអី យ៉ាងម៉េចតើបងដឹងមែនទេ ត្រូវហើយយើងច្បាស់ជាដឹងហើយចម្លើយនោះគឺងាយស្រួលបំផុត តើវាជាអ្វីទៅបងសូមបងប្រាប់ខ្ញុំមកមើល អត្ថន័យនៃជីវិតនោះគឺការស៊ីឲ្យឆ្អែតនឹងហើយ ស្រមោចហួសចិត្តនឹងចម្លើយរបស់ជ្រូកព្រៃរួចក៏សើច មិនក៏ទៅជាអញ្ចឹងទៅវិញបង បើមិនចឹងមិនខ្ញុំរស់រាល់ថ្ងៃនេះគឺដើម្បីតែស៊ីបើមិនស៊ីគឺគ្មានន័យនោះទេ អរគុណនៅចម្លើយរបស់បង តែខ្ញុំគិតថាវាមិនត្រឹមត្រូវនោះទេ មិនធំទៅតើចម្លើយគឺជាអ្វីទៅ ខ្ញុំកំពុងតែតាមរកចម្លើយនោះដែរ បើសិនជាឯងដឹងឯងជួយប្រាប់យើងផងណា បាទបងចឹងខ្ញុំទៅមកទៀតហើយស្រមោចបានធ្វើដំណើរបន្តទៀតគេក៏បានឃើញឆ្លុះមួយក្បាលកំពុងតែរត់គេចពីការប្រមាញ់អ្នកណាក៏បានឲ្យជួយខ្ញុំផងតើមានរឿងអីនឹងបងអើយមានខ្លាមួយក្បាលកំពុងតែដេញចាប់ខ្ញុំធ្វើជាចំណីនឹងណាបើអញ្ចឹងបងជួបពួនក្នុងស្មៅនេះទៅឆ្លុះបានចូលទៅពួនក្នុងស្មៅ តើវិបត្តិណាទៅកូនសម្ោចទូចតើឯងបានឃើញអាហារពេលថ្ងៃត្រង់របស់យើងទេ អាហារពេលថ្ងៃត្រង់តើវាជាអ្វីទៅបង ឯងនេះពិតជាល្ងងមែនគឺឆ្លុះមួយក្បាលដែលរត់គេចពីយើងនោះអី អូការពិតគឺអញ្ចឹងទេហ៎ឆ្លុះនោះបានរត់ទៅតាមផ្លូវនេះហើយ បើអញ្ចឹងយើងទៅហើយ ជប់សិនលោកបងខ្ញុំសុំសួរបងមួយសំណួរសិន តើឯងចង់សួរពីអីយើងប្រញាប់ណាស់ខ្លាចឲ្យឆ្លុះនោះវារត់ទៅបាត់ បងជប់សិនហើយរត់ទៅបាត់អរគុណអញហើយដែលបានជួយយើងនោះចឹងយើងទៅហើយជប់សិនបងខ្ញុំមានសំណួរចង់សួរបងតើមានអីសួរយើងបើយើងអាចឆ្លើយបាននោះយើងនឹងឆ្លើយតើអត្ថន័យនៃជីវិតគឺជាអ្វីទៅអត្ថន័យនៃជីវិតគឺធ្វើម៉េចឲ្យរស់នឹងហើយខ្ញុំមួយថ្ងៃរត់គេចតែពីសេចក្តីស្លាប់ទេចោះទឹកក្រពើឡើងលើខ្លាមិនដឹងថាស្លាប់រស់ពេលណានោះទេចម្លើយរបស់បងគឺមិនត្រឹមត្រូវទេអរគុណហើយចុះអត្ថន័យនៃជីវិតគឺជាអ្វីទៅខ្ញុំក៏មិនដឹងដែរខ្ញុំកំពុងតែតាមរកដូចគ្នាបើឯងដឹងឯងជួយប្រាប់យើងផងបាទបងស្រមោចបានធ្វើដំណើរទៅមុខទៀតខាងមុខគឺជាទន្លេដ៏ធំមួយតើត្រូវឆ្លងកាត់ដោយអ្វីទៅអូនោះគឺជាស្លឹកឈើទេតាស្រមោចបានជិះស្លឹកឈើដើម្បីឆ្លងទន្លេភ្លាមនោះស្រាប់តែមានខ្យល់បក់យ៉ាងខ្លាំងមានខ្យល់បក់មកហើយជួយផងខ្យល់បក់បានធ្វើឲ្យស្លឹកឈើលិចមានតែហៅទៅរកទីទួលកន្លែងសុវត្ថិភាពហើយស្រមោចបានប្រឹងហៅទៅរកទីទួលសុវត្ថិភាពនៅទីនេះមិនឃើញកោះមិនឃើញត្រើយសោះនៅកណ្ដាលទន្លេបែបនេះខ្ញុំឃ្លានខ្លាំងណាស់មានភ្លៀងធ្លាក់មកទៀតខ្ញុំអើយតើខ្ញុំត្រូវស្លាប់នៅកន្លែងនេះមែនទេមេឃរាំងហើយលោកបងតើបងមករកអីនៅទីនេះខ្ញុំត្រូវខ្យល់បក់មកដល់ទីនេះសូមលោកបងជួយខ្ញុំផងមិនអីទេឆាប់ឡើងលើស្លឹកឈើនេះមកបើមិនបានបងជួយជីវិតខ្ញុំទេខ្ញុំប្រហែលជាត្រូវស្លាប់នៅកណ្ដាលទន្លេនោះហើយមិនអីទេលោកបងឯងឆាប់យកចំណីមកឲ្យលោកបងពិសាមក ចាស់អ្នកខ្ញុំបានត្រៀមរួចរាល់ហើយមកឆាប់មកពិសាទាំងអស់គ្នា ខ្ញុំនឹងប្រពន្ធកូនរបស់ខ្ញុំណាមិនដឹងថាពេលនេះពួកគេមានអីហូបហើយឬនៅទេ
លោកបងខ្ញុំនឹងប្រពន្ធកូនរបស់ខ្ញុំណាមិនដឹងថាពេលនេះពួកគេមានអីហូបហើយឬនៅទេលោកបងឯងឆាប់ចូលមកហូបមកមិនអីទេលោកបងខ្ញុំប្រញាប់ត្រឡប់ទៅវិញមិនចឹងលោកបងមិនហូបអីសិនទេអត់ទេព្រោះប្រពន្ធកូនរបស់ខ្ញុំនៅឆ្ងាយពីខ្ញុំណាចាំមិនបានជាលោកបងមកដល់ទីនេះគឺខ្ញុំមករកចម្លើយអត្ថន័យនៃជីវិតតើលោកបងបានរកឃើញហើយឬនៅពេលនេះខ្ញុំរកឃើញហើយតើវាជាអ្វីទៅលោកបងស្រមោចបានប្រាប់ចម្លើយហើយគេក៏បានចាក់ចេញទៅអេស្រមោចតូចតើឯងបានរកឃើញចម្លើយអត្ថន័យនៃជីវិតហើយឬនៅខ្ញុំបានរកឃើញហើយតើវាជាអ្វីទៅស្រមោចបានប្រាប់ចម្លើយទៅឆ្លុះហើយគេក៏បានចាក់ចេញទៅ ណែសមោចតើឯងទៅវិញហើយមែនទេបាទត្រូវហើយបងជ្រូកព្រោះខ្ញុំរកឃើញចម្លើយហើយអូតើវាជាអ្វីទៅស្រមោចបានប្រាប់ចម្លើយទៅជ្រូកព្រៃហើយក៏បានចាក់ចេញទៅណែគោព្រៃតើឯងមានឃើញសមោចមួយក្បាលនោះទេស្រមោចមួយក្បាលអូគឺស្រមោចដែលកំពុងតែតាមរកអត្ថន័យនៃជីវិតមែនទេត្រូវហើយយើងកំពុងតែចង់ដឹងខ្លាំងណាស់តើចម្លើយនោះគឺជាអ្វីទៅតើពួកបងកំពុងតែរកខ្ញុំមែនទេឯងមកដល់ល្មមត្រូវហើយយើងកំពុងតែចង់ដឹងចម្លើយពីឯងបានចាំខ្ញុំប្រាប់ពួកបងទៅចុះស្រមោចបានប្រាប់ចម្លើយទៅរាជសីនិងគោព្រៃរួចហើយគេក៏បានចាក់ចេញទៅជួបប្រពន្ធកូនអូនបងមកវិញហើយពុកតើពុកទៅមកពីណាហ្នឹងខ្ញុំនឹកពុកណាពេលខ្លះយើងព្យាយាមរកអ្វីដែលមានតម្លៃសម្រាប់ជីវិតតែយើងភ្លេចគិតតម្លៃនោះបងទៅរកចម្លើយយើងរាល់ថ្ងៃនៃជីវិតហើយបងក៏បានរកចំណីដែលកូនចូលចិត្តមកដែរតើអត្តន័យនោះមានន័យដូចម្ដេចទៅបងអត្ថន័យនៃជីវិតគឺពួកយើងអាចរស់នៅជាមួយគ្នាឲ្យបានសុខស្រួល